ដោយសារតែមានបងជាច្រើនគាត់អត់ដឹងថា Everett Bentham ប្រើបានអីទៅខ្លះហើយគាត់ចង់ប្រើ Everett Bentham ដែរចង់តាមដាននៅបានខ្លួនឯងដែរតែអត់ទាន់ដឹងប្រើធ្វើម៉េចជាដំបូងបងចូលកាន់ App Store ឬ Play Store download Everett Bentham ដែលឈ្មោះថា VET Express សារតែនេះដែរបងទាំងអស់គ្នាខ្ញុំមាន Everett Bentham ស្រាប់ហើយអញ្ចឹងបើសម្រាប់បងអត់ទាន់មានបងចុច download ទៅដោយសារខ្ញុំមានស្រាប់ហើយខ្ញុំចុចពាក្យ open អញ្ចឹងទៅហើយសម្រាប់បងដែលគាត់អត់ដែរប្រើសោះអត់ទាន់មានសោះបងចូលដំបូងគេគឺចុចពាក្យថាចុះឈ្មោះបងចុចពាក្យចុះឈ្មោះត្រង់កន្លែងនេះហើយនឹង load ឲ្យបងទាំងអស់គ្នាបំពេញបងទាំងអស់គ្នាបំពេញឈ្មោះបំពេញតែឈ្មោះយើងក៏បានអត់ដាក់នាមតកូលអីក៏បានដែរតែខ្ញុំពេញទាំងអស់តែម្ដងហើយបងទាំងអស់គ្នាពេញបែបបត់ខាងក្រោមគឺតាមនឹងទាំងអស់មានលេខទូរស័ព្ទ email ហ្នឹងបងចង់ដាក់ក៏បានបងអត់ចង់ដាក់ក៏បានដែរហើយសម្រាប់លេខពាក្យសម្ងាត់ហ្នឹងពីរហ្នឹងបងដាក់ដូចគ្នាទាំងពីរបងដាក់ពាក្យសម្ងាត់សម្រាប់លើកក្រោយ log out អីបងអាច log in ចូលបានអញ្ចឹងបងដាក់ page ហើយនឹងសញ្ជាតិមកបងចុចពាក្យចុះឈ្មោះនិង load ជាសារជូនបងហើយសារផ្ទៀងផ្ទាត់នៅក្នុង app ណាដោយសារតែនេះគឺខ្ញុំមានស្រាប់អីខ្ញុំធ្លាប់យកលេខហ្នឹងបង្កើត app ស្រាប់អីខ្ញុំអាចទៅដាក់ password របស់ខ្ញុំចូលវិញម្ដងទៀតបានឥឡូវគឺខ្ញុំពេញលេខនិង password របស់ខ្ញុំតែម្ដងចាបន្ទាប់ពីបងចុចពាក្យចូលប្រើប្រាស់ឬមួយក៏បងចុចចូលបានបងនឹងឃើញលក្ខណៈបែបនឹងនៅទាំងអស់បងអាចមានការកក់សំបុត្រអីនៅក្នុងនឹងបានជាច្រើនខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាអាចមានសេវាកម្មផ្ញើបានដោយខ្លួនឯងក៏បានដែរតែខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នានេះគឺខ្ញុំមកបង្ហាញពីរបៀបឆែកមើលបានតែម្ដងណាបងចូលនៅកន្លែងប្រតិបត្តិហើយបងជ្រើសរើសមើលនៅកន្លែងទី3សម្រាប់ប្រតិបត្តិបញ្ញើវ៉ាន់បងអាចចុចមើលនៅកន្លែងហ្នឹងបានណាបងនៅពេលដែលបងចុចប្រតិបត្តិបញ្ញើវ៉ាន់នឹងចូលបងនឹងឃើញលក្ខណៈបែបនេះបងនៅកន្លែងផ្នែកខាងឆ្វេងទី1គឺជាបញ្ញើដែលយើងបានផ្ញើចេញកណ្ដាលជាបញ្ញើដែលគេបានផ្ញើចូលមកយើងបងនៅពេលដែលផ្ញើហើយគឺនឹងលោតចូល app នឹងអូតូតែម្ដងហើយបើសិនជាបងចង់ដឹងកាន់តែច្បាស់បងចុចលើបញ្ញើហ្នឹងទៅនឹងបង្ហាញប្រាប់បងngayថាបញ្ញើហ្នឹងផ្ញើដល់ណាដឹកជញ្ជូនពីណាអីពីណាអញ្ចឹងណាបងចាបងលីបញ្ជាក់បងនៅកន្លែងមុនអញ្ចឹងសម្រាប់នៅ app នេះគឺអាចប្រើ scan QR របស់ខាង Everett Bentham ក៏បានបងអាចប្រើព័ត៌មានផ្សេងៗអីនៅក្នុងនោះទៀតក៏បានដែរសម្រាប់បងដែលមានចម្ងល់បន្ថែមបងអាច inbox ខ្ញុំបានណា